របៀបចាក់ 2FA Facebook ឬក៏ពាក្យសម្ងាត់ពីរជាន់ជាដំបូងយើងចូលមកកាន់ Facebook យើងសិនបន្ទាប់មកយើងចុចទៅលើត្រែ3នៃខាងលើឆ្វេងដៃហើយយើងរកពាក្យថា Setting and Privacy ចុចលើពាក្យ Setting បន្ទាប់មកចុចលើ Account Center យើងជ្រើសរើសយកពាក្យ Password and Security បន្ទាប់មកទៀតយើងឃើញពាក្យថា Two Factor នេះចុចលើ Two Factor ហើយកន្លែងនេះគេសួរយើងថាតើយើងចង់ចាក់ 2FA នៅលើ Facebook ឬក៏ Instagram យើងរើសយក Facebook ចឹងកន្លែងនេះគឺវាទាមទារលេខកូដ6ខ្ទង់ពី email Facebook យើងចឹងយើងទៅរកលេខកូដ6ខ្ទង់ពី email Facebook យើងសិនមកបន្ទាប់ពីយើងវាយលេខកូដ6ខ្ទង់ដែល Facebook ផ្ញើទៅកាន់ email យើងហើយយើងចុចប៊ូតុង next មកយើងមកដល់ចំណុចនេះរើសយក authentication app មកហើយចុច next បន្ទាប់មកកន្លែងនេះយើងមាន option 2ទី1គឺយើង copy key នេះ key នេះkey នឹងសម្រាប់ generate លេខកូដនៅពេលដែលយើង log in ចូល Facebook ម្ដងវាទា two factor ហ្នឹងគឺយើងយក key ហ្នឹងទៅ generate កូដយកមកអញ្ចឹងយើង copy key ហ្នឹងទុកយើងទុកកន្លែងណាមួយឲ្យបានស្រួលបន្ទាប់ពីយើង copy key នឹងទុកហើយយើងអាចរើសជម្រើសមួយទៀតគឺ view barcode យើងចុចលើ view barcode វា load QR មកបែបនេះអញ្ចឹងជំហានបន្ទាប់យើងចូលមកកាន់ app មួយដែលមានឈ្មោះថា Authenticator នេះបើយើងអត់ទាន់មានយើងអាចចូលទៅកាន់ App Store ហើយវាយពាក្យថា Google Authenticator នៅខាងលើនេះដោយសារខ្ញុំបានតម្លើងហើយអញ្ចឹងខ្ញុំចុចបើកវាមកអូខេមកដល់ចំណុចនេះគឺយើងរើសថា add code ក៏បានឬក៏យើងមើលខាងក្រោមស្ដាំដៃនេះមានសញ្ញាបូកអូខេកន្លែងនេះវាមាន option 2ខាងលើគឺមាន set up key ដែលយើង key យើងបាន copy ទុកមុនហ្នឹងហើយមួយទៀតគឺ scan QR code អញ្ចឹងខ្ញុំរើសយក scan QR code មកហើយខ្ញុំបើក scan ទៅលើ code អូខេ 2FA របស់យើងបន្ទាប់ពីយើង scan code ហើយវាបានលេខកូដមកបែបនេះដែលវាវិលផ្លាស់ប្ដូររយៈពេលក្នុងប្រហែលវិនាទីម្ដងវានឹងបដូរលេខកូដ6ខ្ទង់ម្ដងហើយយើងត្រឡប់មកកាន់ Facebook យើងវិញខ្ញុំបិទវាវិញបន្ទាប់មកខ្ញុំចុច enter code អញ្ចឹងលេខកូដហ្នឹងទៅយកមកពីណាលេខកូដនេះគឺយើងយកពី app ដែលយើងបាន scan QR code Facebook យើងមិញហ្នឹងហើយនៅខាងក្រោមនេះខ្ញុំវាយចូលមក20 16 29ហើយអូខេបន្ទាប់មកជំហានបន្ទាប់ Facebook ទាមទារ password Facebook យើងមួយសិនយើងដាក់ password Facebook យើងសិនមកអូខេចុច continue ពីយើងបានបញ្ចូល password Facebook យើងហើយគឺ Facebook យើងបានចាក់ 2FA បាន 100% យើងអាចចុចចូល check មើលមកហ្នឹងហើយFacebook យើងបានចាក់ 2FA រួចរាល់ 100% អញ្ចឹងនៅពេលដែលយើង log in device ផ្សេងទូរស័ព្ទផ្សេងឬក៏នៅលើកុំព្យូទ័រផ្សេងគឺវាទាមទារលេខកូដ6ខ្ទង់ពី 2FA ដែលយើងបានចាក់នៅលើ app មុនហ្នឹង